ជំរាបសួរលោកគ្រូខ្ញុំឈ្មោះគឿងសុលិសាមកក្រុម SB1 នៅក្នុងវីដេអូនេះខ្ញុំនឹងមកនិយាយអំពី practice ដែលយើងធ្វើការ find ទៅលើ directory var ហើយយើងរក file យើង find ទៅលើ file ដែលមានទំហំចាប់ពី10 MB រហូតដល់60 MB ហើយយើង copy វាទៅចូលទៅក្នុង ចូលទៅក្នុង directory ខាងក្រោមនេះដែលវាមានឈ្មោះថា backup 2024 backup 2025 backup 2026និង backup 2027ប៉ុន្តែអា file ទាំងអស់នេះfolder ទាំងអស់នេះយើងអត់ទាន់មានទេអញ្ចឹងខ្ញុំធ្វើការទៅបង្កើត folder ហ្នឹងអញ្ចឹងនៅក្នុងនេះខ្ញុំបាន remote ទៅកាន់server Ubuntu របស់ខ្ញុំដោយខ្ញុំប្រើ Git Bash តមកទៀតខ្ញុំធ្វើការ create directory មួយដែលឈ្មោះថា backup ជា main directory ជា folder main មួយអញ្ចឹងក្នុងហ្នឹងទៀតខ្ញុំធ្វើការបង្កើត folder ចំនួន4ទៀតដែលដាក់ឈ្មោះតាមក្រោមនេះនេះជា folder ដែលខ្ញុំត្រូវបង្កើត4ហ្នឹងដើម្បី copy file នៅក្នុង var នេះយកមកដាក់ចូលតមកទៀតខ្ញុំ enter ខ្ញុំខុស comment សូថេមួយ enter ម្ដងទៀតក៏មកខ្ញុំ ls ដើម្បី check ទៅមើលនៅក្នុង folder backup របស់ខ្ញុំនេះមាន folder 4ទៀតដែលវាឈ្មោះថា backup 2024 backup 2025 backup 2026និង backup 2027បន្តមកទៀតខ្ញុំធ្វើការទៅ find file ដែលមានទំហំចាប់ពី10 MB រហូតដល់60 MB នៅក្នុង folder var កន្លែងនេះ comment ហេងវិញខ្ញុំសូម post វីដេអូមួយ plate អញ្ចឹងនេះគឺជា comment ដែលយើងសម្រាប់ copy ទៅលើ file ដែលមានទំហំចាប់ពី10 MB រហូតដល់60 MB ដើម្បី copy វាចូលទៅក្នុង backup file ដែលមាន4 file នេះអញ្ចឹងកន្លែងនេះ sudo find យើង find ទៅលើ file ដែលឈ្មោះថាfolder ដែលមានឈ្មោះថា var បន្ទាប់មកទៀតយើង type ដក type f យើង find តមកយើងសាយដែលវាមានទំហំចាប់ពី10 MB ឡើងទៅលើរហូតដល់60 MB execute cp យើង copy វាចូលទៅក្នុង backup file backup 2024យើង copy ទៀតទៅដាក់ backup 2025យើង copy ដាក់ backup 2026និង copy ទៀតរហូតដល់ backup 2027យើង enter មកហើយខ្ញុំធ្វើការ wipe password ចឹងឥឡូវ file យើង copy ហើយវា run ហើយយើងខ្ញុំធ្វើការ clear screen មួយតមកទៀតខ្ញុំធ្វើការ cd ចូលទៅកាន់ backup file ដែលខ្ញុំបានបង្កើត backup folder ដែលខ្ញុំបានបង្កើតមិញខ្ញុំអាចចូលទៅមើលអញ្ចឹងនេះគឺជា file ដែលខ្ញុំបាន copy វាចូលទៅក្នុង folder ដែលខ្ញុំបានបង្កើតដែលវាមានឈ្មោះថា backup 2024ចឹងឥឡូវខ្ញុំចេញទៅពី backup 2024ហ្នឹងខ្ញុំប្រើ command cd ចុចដើម្បីចាក់ចេញពីវាអញ្ចឹងខ្ញុំចូលទៅកាន់ folder មួយទៀតដែល backup 2000មានឈ្មោះថា backup 2025ក៏មកខ្ញុំ ls ដើម្បីចូលទៅក្នុងហ្នឹងនេះយើងបាន copy វាដាក់ចូលហើយដូចគ្នាអញ្ចឹងយើងទៅ check backup file មួយទៀតតែខ្ញុំចេញទៅក្រៅសិនក៏មកយើង cd ចូលទៅកាន់ backup 2026
Nhưng phải làចូលទៅក្នុង folder តោះមកវា show folder វា show file ដែលយើង copy ដាក់ចូលទៅក្នុងហ្នឹងតោះមកខ្ញុំចេញទៅ check មើលនៅក្នុង file នៅក្នុង folder backup 2027មួយទៀត cd check ទៅចេញទៅក្រៅតោះមកទៀតខ្ញុំចូលទៅ backup 2027តោះមកខ្ញុំប្រើអញ្ចឹងនេះគឺជា file ដែលខ្ញុំបាន copy វាពីក្នុង file ដែលវាមានទំហំ10 meg 10 megabyte រហូតទៅដល់60 megabyte ខ្ញុំ copy វាចូលទៅក្នុង file ហ្នឹង folder អញ្ចឹងវីដេអូដែលនិយាយអំពីការ find ទៅលើ directory var ហើយយើងរក file size ចាប់ពី10 meg រហូតទៅដល់60 meg តោះមកយើង copy វាទៅកាន់ backup folder ចាប់តែប៉ុណ្្នេះសូមអរគុណលោកគ្រូ